tới nhôm mình sẽ bạc tha đang thấy cua thì cái lon ấy thì còn tha chặt hai thấy cua thì cái lon ấy chẳng dương màu 28តែthấy cua thì cái lonដឹងថាហើយបើបងប្អូនស្គាល់ថាថៃពួរមកថៃកន្លងមកចាំជួយ comment ប្រាប់ផងហើយថៃហ្នឹងចំនួន8ខាំអញ្ចឹង2អញ្ចឹងខ្ញុំខវាឲ្យផុយឆ្អឹងហើយថៃពួរហ្នឹងគឺយើងអត់ចាំបាច់សកាវាយើងខទាំងសកាមិនឆ្ងាញ់ព្រោះសកាវាទន់អញ្ចឹងអាត្រីហ្នឹងយើងធ្វើសំខាន់ណាស់ដើម្បីឲ្យត្រីយើងឆ្ងាញ់យើងត្រូវធ្វើវាឲ្យស្អាតធ្វើឲ្យស្អាតនេះដូចអាពុះវាហ្នឹងអាខ្មៅហ្នឹងយើងធ្វើវាស្អាតយើងទឹកវាស្អាតមកបានវាអត់ល្វីអញ្ចឹងបើយើងធ្វើវាអត់ស្អាតយើងទឹកអត់ស្អាតល្វីហើយអញ្ចឹងត្រីយើងល្វី9ដែរធ្វើឲ្យខផុយនេះដាក់ម្នាស់ហើយម្នាស់ហ្នឹងខ្ញុំចិត្តចឹងខ្ញុំចិត្តវារៀងធំអញ្ចឹងមួយហ្នឹងខ្ញុំកាត់ជា2ហើយពេលប៉ោះខ្ញុំដាក់3ពេលប៉ោះបើមានទុំជាងហ្នឹងខ្ញុំដាក់ទុំជាងហ្នឹងទៅតែខ្ញុំមានតែទុំប៉ុណ្ណឹងខ្ញុំដាក់ទុំប៉ុណ្ណឹងទៅហើយយើងលាងទឹកវាហើយយើងស្ករត្នោតអញ្ចឹងយើងប្រើស្ករត្នោតយើងប្រើស្ករត្នោតបានឆ្ងាញ់យើងប្រើស្ករសអត់ឆ្ងាញ់ស្ករត្នោតវាឈ្ងុយគេបើភ្លើងតិចបំផុតទៅវាឡើងខ្លោចទៅខ្លោចអត់តន់ទេតែរូបមន្តកុំឲ្យសឡខ្លោចបើភ្លើងតិចហើយនឹងចាក់ទឹកពេលវាឡើងពណ៌បានប៉ុណ្នេះខ្ញុំចាប់បានចាក់ខ្ទឹមសចូលពេលយើងចាក់ខ្ទឹមសទៅវាអត់ចាក់ខ្លោចទេយើងចាក់ចូលទៅវាអត់ខ្លោចទេយើងបាត់ខ្លួនតិចទៅហើយយើងយកពណ៌មកស្អាតដែលយើងពេញចិត្តអញ្ចឹងបន្ទាប់ពីវារៀងឈ្ងុយហើយខ្ញុំដាក់ខ្ញីយើងខបើចង់ឲ្យពណ៌ស្អាតតតែយើងលេងស្ករនឹងរៀងពណ៌តិចទៅយើងលេងកុំឲ្យខ្លោចតែខ្លោចវាល្វីងហើយយើងដាក់ខ្ញីដាក់ខ្ទឹមទៅវាអត់ខ្លោចទេហើយបន្ទាប់ពីពណ៌វាយើងស្អាតប៉ុណ្ណឹងយើងល្មមយើងពេញចិត្តហើយយើងចាក់ទឹកស៊ីអ៊ីវសិនដាក់ទឹកស៊ីអ៊ីវយើងពេញចិត្តហើយបើយើងពេញចិត្តហើយយើងដាក់ត្រីចូលចឹងមកងាស់យូរអញ្ចឹងម្នាស់ខ្ញុំដាក់វាធំហើយម្នាស់បាច់ចិត្តភ្នែកចេញទេយើងដាក់វាទាំងអស់ទៅព្រោះអីម្នាស់យើងមិនញ៉ាំផងយើងគ្រាន់តែយកឲ្យវាកាត់ឲ្យផុយចឹងដាក់ពេញប៉ុចឹងបើយើងញ៉ាំប៊ីចេងយើងដាក់ប៊ីចេងបន្តិចទៅហើយបន្តមកទៀតយើងដាក់ម្រេចខ្ញុំដាក់ម្រេចបុកហើយបន្តិចដែរទៅពណ៌ហ្នឹងយើងអូខេពណ៌ហ្នឹងហើយយើងចាក់ទឹកកុំឲ្យវាខ្លោចអញ្ចឹងទឹកខ្ញុំចាក់ទឹកពុះចាក់ទឹកដាំពុះហ្នឹង1លីត្រណាទៅ1លីត្រទៅបានហើយពណ៌យើងយកពណ៌ប៉ុណ្ណឹងអញ្ចឹង1លីត្រត្រីលិចម្នាស់លិត្រតែពណ៌ហ្នឹងទៅហើយពណ៌យើងយកពណ៌ប៉ុណ្ណឹងអញ្ចឹងយើងមកងាស់យើងមកងាស់ប៉ុណ្នេះវាទឹកហើយវាចិត្តផុយហើយទៅខបើយើងរួចរាល់ហើយបន្លែយើងញ៉ាំជាមួយនឹងម្ទេសហើយត្រប់ហើយស្លៃប្រុសយើងកាត់ចំហុយវាអញ្ចឹងយើងអាចញ៉ាំបាននិយាយទៅវាផុយឆ្អឹងផុយឆ្អឹង